ចាក់កាថ្នាំនៅប្រទេសចិនតែងតែមានអ្នកដែលប្រើប្រាស់មើមថ្នាំចិនដែលស្ងោររួចហើយនោះយកវាទៅរោយឬចាក់នៅលើផ្លូវឬច្រកផ្លូវនានានេះសពបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ណាស់នៅការបំផ្លាញប្រយោជន៍សាធារណៈនិងការដាក់គ្រោះចង្រៃឲ្យអ្នកដទៃបើតាមការនិយាយតៗគ្នាមកថាគោលគំនិតរបស់អ្នកដែលធ្វើនោះគឺសង្ឃឹមថាពេលដែលចាក់កាថ្នាំនៅលើផ្លូវថ្នល់ហើយនោះនឹងមានអ្នកដំណើរដើរជាន់ដែលមិនដឹងខ្លួនពេលនោះនឹងនាំមកនៅជំងឺរបស់ខ្លួនទៅជាមួយដែរដូច្នេះហើយបាននិយាយបញ្ច្រាស់មកវិញជនជាតិចិនគឺមានត្រណមមិនត្រូវដើរជាន់លើកំទេចកាថ្នាំដែលគេយកមករោយឬចាក់លើផ្លូវថ្នល់នោះឡើយហេតុដូចនេះហើយក៏មានទំនៀមទម្លាប់មួយដែលឲ្យឈ្មោះថាបោះបង់ជំងឺ100មុខទំនៀមនេះគេច្រើនធ្វើឡើងនៅថ្ងៃទី1ខែ1ចិនឬយប់ថ្ងៃដាច់ឆ្នាំស្ត្រីចិននាំគ្នាដើរជាជួរមកដល់ក្បែរស្ពានក៏យកឆ្នាំងដីឬឧបករណ៍សម្រាប់ស្ងោរថ្នាំចិនដែលមានដាក់កាក់ថ្នាំចិនពេញនោះបោះទៅឆ្នេរខ្សាច់ឬក៏បោះចូលទៅក្នុងទន្លេទំនៀមនេះគឺធ្វើឡើងដើម្បីបញ្ជាក់ថាបើមានជំងឺបណ្ដេញជំងឺបើគ្មានជំងឺគឺការពារជំងឺការដុតក្រដាសសែនមានការនិយាយតៗគ្នាមកថាបងប្រុសរបស់ឆៃលុនដែលជាអ្នកផលិតក្រដាសមុនគេបំផុតរបស់ប្រទេសចិនឈ្មោះឆៃម៉ាក់បានរៀនផលិតក្រដាសពីបងប្អូនប្រុសរបស់គាត់រួចបានបង្កើតសិប្បកម្មផលិតក្រដាសដោយខ្លួនឯងដោយសារបច្ចេកទេសរបស់គាត់អន់ដូច្នេះហើយគុណភាពក្រដាសក៏អន់ដែរដែលក្រដាសមានលក្ខណៈកក្រើមមិនរលោងលក់មិនដាច់សោះដូច្នេះប្រពន្ធរបស់គាត់ក៏ធ្វើពុតជាឈឺស្លាប់រួចហើយបង្គាប់ឲ្យឆៃម៉ាក់ដុតក្រដាសរួចក៏រស់ឡើងវិញអ្នកដែលឈរមើលជឿថាជាការពិតដូច្នេះហើយក្រដាសដែលសល់តាំងពីមុនក៏លក់ដាច់អស់មួយរំពេចការដុតក្រដាសសែនគឺជាប្រពៃណីមួយរបស់ប្រជាជនចិនសម្រាប់ពិធីបុណ្យសពឬសែនព្រេនអ្វីមួយលុយក្រដាសកាលពីបុរាណហៅថាលុយខ្មោចក្នុងនោះរួមមានលុយកាក់ក្រដាសដែលគេយកក្រដាសពណ៌លឿងឆ្លាក់ចេញជារាងដូចជាប្រក់កាក់រាងមូលនិងយកទឹកមាសមកលាបពីលើរួចបត់ធ្វើជាដុំមាសឬក៏យកក្រដាសទៅបោះពុម្ពធ្វើជាលុយខ្មោចឡាក់មានជាច្រើនប្រភេទចំពោះបរិវេណនៃការប្រើប្រាស់មានបាច់តាមផ្លូវនៅពេលហែសពនៅពេលសែនដែលព្យួរនៅលើផ្លូវឬក៏ដុតនៅមុខស្លាកព្រលឹងជាដើមចំណែកឯការប្រើក្រដាសដុតសែនជំនួសលុយនេះមានកើតឡើងនៅក្រោយសម័យតុងហាន់ដែលឆៃលុនផលិតក្រដាសទៅទៀតប្រពៃណីមួយនេះបានបន្តរហូតមកដល់សប្តាហ៍ថ្ងៃគឺមានរយៈពេលជាង2000ឆ្នាំមកហើយការរាំនាគនិងការរាំតោរាំនាគគឺអច្ឆរិយវត្ថុដែលគេគោរពបូជានៅក្នុងរូបគំនូរតាំងពីបុរាណនៅក្នុងការកត់ត្រាដែលមាននៅក្នុងគម្ពីរហាន់ស៊ូបានកត់ត្រាថានៅរជ្ជកាលហាន់នាគដែលរាំមានប្រវែង30ទៅ40ម៉ែត្រឡើងទៅគឺមានមនុស្សជាង10នាក់សម្ដែងអ្នកសម្ដែងដែលរាំនាគគឺយកសូត្រប្រែមកដេរចេញជាខ្លួននាគថែមទាំងមានក្បាលនាគនិងកន្ទុយនាគចំណែកឯការសម្ដែងនោះទៀតសោតគឺដើម្បីកម្សាន្តនិងជារបាំម្យ៉ាងផងដែរនៅរជ្ជកាលថាងនិងរជ្ជកាលសុងការរាំនាគឬការរាំនាគភ្លើងគឺជាការសម្ដែងមួយប្រភេទដែលឧស្សាហ៍ឃើញជាងគេការរាំតោសត្វតោមានកំណើតមកពីទ្វីបអាហ្វ្រិកនិងអាមេរិកខាងត្បូងរហូតដល់ក្រោយសម័យរជ្ជកាលហាន់ទើបនាំចូលមកប្រទេសចិនជាទូទៅគេយល់ឃើញថារបាំតោបានកើតមានឡើងនៅសម័យសាមកុកឬនគរ3ដំបូងឡើយវាពេញនិយមនៅតាមជួរកងទ័ពបន្ទាប់មកទើបផ្សព្វផ្សាយពេញក្នុងស្រទាប់ប្រជារាស្ត្រសាមញ្ញហើយក្លាយទៅជាល្បែងកម្សាន្តដ៏សាមញ្ញមួយរបស់ប្រជាជនចិននៅរៀងរាល់ពេលចូលឆ្នាំចិនឬក៏ទទួលទេវតាឆ្នាំថ្មីឬក៏កម្មវិធីប្រកួតប្រជែងផ្សេងរបាំតោតែងតែបង្ហាញខ្លួននៅតាមស្រុកភូមិនិងទីប្រជុំជននានាបានបន្ថែមនៅបរិយាកាសរីករាយថែមមួយកម្រិតទៀតនៅសម័យរជ្ជកាលថាងមានរបាំតោ5ជួបគ្នា
គឺនៅពេលសម្ដែងគឺមានមនុស្សតែងខ្លួនសម្ដែងជាតោ5ដែលមានពាក់ក្បាលតោពណ៌ខុសៗគ្នាទាំង5នៅពីមុខតោនីមួយៗមានមនុស្ស2នាក់ពាក់កន្សែងបង់កពណ៌ក្រហមដែលមានឈ្មោះថាអ្នកដឹកនាំសត្វតោដើរពីមុខតោនាំផ្លូវតោដែលមានការកាន់ផ្លិតញុះនាំផ្លូវសត្វតោអ្នកដែលសម្ដែងសត្វតោមានក្បាច់និងកាយវិការរាំសពបែបយ៉ាងនៅក្បែរនោះមានមនុស្សជាង100នាក់ច្រៀងអមសោយពួកគេច្រៀងបទសន្តិភាពរីករាយរបាំតោដែលជារបាំប្រជាប្រិយជនជាតិចិនមាន2ប្រភេទគឺរបាំតោក្បាច់គុនខាងជើងនិងរបាំតោអក្សរសាស្ត្រខាងត្បូងជូនពរខួបកំណើតការឆ្លងខួបកំណើតរបស់យុវវ័យចិនត្រូវបានកត់ត្រាជាលើកដំបូងបំផុតនៅរជ្ជកាលថាងកាលនោះគឺគេជៀននំដើម្បីអបអរបុណ្យខួបកំណើតរហូតមកដល់រជ្ជកាលសុងទើបមានទំនៀមទម្លាប់ក្នុងការធ្វើពិធីអបអរខួបកំណើតពិធីអបអរខួបកំណើតជាទូទៅគេប្រពធ្វើឡើងនៅគម្រប់10ឆ្នាំម្ដងប៉ុន្តែក៏មានតំបន់ខ្លះនិយាយថាធ្វើនៅគម្រប់អាយុ9ឆ្នាំម្ដងគឺមិនធ្វើនៅគម្រប់10ឆ្នាំទេនៅថ្ងៃខួបកំណើតមិត្តភ័ក្តិបងប្អូនសុទ្ធតែនាំយកអំណោយដើម្បីចូលរួមជូនពរពិធីអបអរប្រារព្ធធ្វើនៅក្នុងសាលអបអរនៅចំកណ្ដាលសាលមានសរសេរអក្សរសិល្ប៍ដែលមានន័យថាអាយុវែងនៅមុខនោះមានតម្រៀបផ្ទាំងគំនូរដែលជូនពរខួបកំណើតពាក្យទំនឹកជូនពរក្នុងពិធីខួបកំណើតមានផ្លែសូដាអាយុវែងបង្អែមផ្សេងអ្នកដែលជាម្ចាស់កម្មវិធីអង្គុយនៅចំកណ្ដាលពិធីមិត្តភ័ក្តិនិងសាច់ញាតិត្រូវចូលទៅជូនពរទៅតាមលំដាប់វ័យក្រោយពេលពិធីជូនពរចប់សពគ្រប់គឺចូលដល់ពិធីសោយភោជនាហារមុខម្ហូបមួយមុខចុងក្រោយដែលសំខាន់បំផុតនោះគឺមីអាយុវែងមានន័យថាឲ្យមានអាយុយឺនយូរត្រណមមិនឲ្យជន់ខឿនទ្វារឬធរណីទ្វារមានឮគេនិយាយតគ្នាថាការបញ្ជូលលងណាស់មកហើយមានគ្រួសារមួយដោយសារខ្ចីលុយគេធ្វើបន់សពឪពុកក៏ខ្លាញ់ទៅជាមានបំណុលជាប់ខ្លួនថ្ងៃមួយម្ចាស់បំណុលមកទេបំណុលជើងទាំងពីរជន់ធរណីទ្វារបន្ទាប់មកអង្គុយនៅលើតាវល់អង្គរក្រោយពេលដែលម្ចាស់បំណុលត្រឡប់ទៅវិញម្ចាស់ផ្ទះនោះក៏ឈឺរហូតមិនជាសះស្បើយសោះឡើយគេនិយាយថាធរណីទ្វារគឺជាបំពង់ករបស់មេគ្រួសារនៅពេលដែលគេជន់ពីលើបែបនេះគឺមិនអាចដកដង្ហើមរួចទេចាប់តាំងពីពេលនោះមកក៏คล้ายទៅជាច្បាប់ទម្លាប់មានមនុស្សជាច្រើនមានត្រណមមិនឲ្យអ្នកដទៃយកជើងជន់លើធរណីផ្ទះខ្លួនឡើយតាមការពិតទៅច្បាប់ទម្លាប់មួយនេះមានតាំងពីមុនរជ្ជកាលឈិងទៅទៀតនៅក្នុងគម្ពីរជីលីបានកំណត់ថានៅពេលដែលចេញចូលផ្ទះអ្នកដទៃត្រូវដើរឆ្លងដោយបញ្ឆិតខ្លួននៅក្បែរឈើខ្លីដែលគេដោតបញ្ឈរទៅចំកណ្ដាលទ្វារផ្ទះហើយត្រូវប្រុងប្រយ័ត្នកុំឲ្យជន់លើធរណីផ្ទះគេឲ្យសោះនៅរជ្ជកាលហាន់មានជំនឿលើទេវតាថែរក្សាទ្វារការគោរពបូជាទេវតាថែរក្សាទ្វារគឺប្រែក្លាយពីគោរពនៅតាមវត្តអារាមមកជាការគោរពនៅតាមផ្ទះទៅវិញដូច្នេះហើយទើបជំរុញឲ្យត្រណមក្នុងការជន់លើធរណីទ្វារនេះជន់លើធរណីទ្វារនេះคล้ายទៅជាច្បាប់មួយដ៏តឹងរ៉ឹងរបស់ប្រជាជនចិនទេវតារក្សាទ្វារទេវតាទ្វារគឺជាទេវតាថែរក្សាការពារទ្វារផ្ទះដែលសាសនាតៅនិងប្រជាជនមិនគោរពបូជាប្រជាជនសម័យបុរាណសុទ្ធតែយករូបទេវតាទ្វារមកបិទនៅលើទ្វារដើម្បីសេចក្តីសុខក្នុងគ្រួសារមិនថែមសិរីសួស្តីនិងលាភសក្ការៈផ្សេងថែមទាំងប្រសិទ្ធពរជ័យសិរីមង្គលដល់ក្រុមគ្រួសារឡាក់គឺជាទេវតាមួយអង្គក្នុងចំណោមទេវតាដែលទទួលបានការស្វាគមន៍បំផុតពីប្រជារាស្ត្រនៅពេលបុណ្យចូលឆ្នាំថ្មីរឿងដំបូងបំផុតដែលត្រូវធ្វើគឺការបិទរូបទេវតាទ្វារនិងអក្សរក្រហមនៅរៀងរាល់ថ្ងៃ30ខែ12ចិនឬថ្ងៃទី29
ប្រជាជនគ្រប់ផ្ទះសុទ្ធតែទៅផ្សារដើម្បីទិញឈុនលៀនក្រដាស់ក្រហមដែលបិទនៅខ្លោងទ្វារពេលចូលឆ្នាំចិនប្រសិនបើអ្នកមានកម្រិតវប្បធម៌ពួកគេនឹងប្រើក្រដាស់និងទឹកខ្មៅដើម្បីសរសេរអក្សរដោយខ្លួនឯងហើយតុបតែងទ្វារក្នុងផ្ទះទាំងក្នុងទាំងក្រៅឲ្យបានស្អាតទេវតារក្សាទ្វាររបស់ជនជាតិចិនសំខាន់មានដូចខាងក្រោមទេវតាទ្វារដែលចាប់ខ្មោចព្រាយបិសាចសិនឆានិងអ៊ីឡៃមានរឿងដំណាលតគ្នាថាកាលពីបុរាណសិនឆានិងអ៊ីឡៃគឺជាបងប្អូនពីរនាក់មានជំនាញខាងចាប់ខ្មោចប្រសិនបើមើលមានខ្មោចចង្រៃចេញមកយាយីប្រជាជនសិនឆានិងអ៊ីឡៃនឹងចាប់ពួកគេរួចយកទៅបោះជាចំណីខ្លាក្រោយមកមនុស្សម្នាដើម្បីបណ្ដេញឧបទ្រពចង្រៃប្រជាជននឹងគូសរូបសិនឆានិងអ៊ីឡៃនិងរូបខ្លានៅលើទ្វារអត្ថន័យគឺដើម្បីបណ្ដេញខ្មោចព្រាយបិសាចនិងឧបទ្រពចង្រៃទំនៀមទម្លាប់នេះបានបន្តរហូតមកដល់សព្វថ្ងៃទ្វារខាងឆ្វេងគឺហៅថាសិនឆាទ្វារខាងស្ដាំហៅថាអ៊ីឡៃក្នុងប្រពៃណីទំនៀមទម្លាប់មិនហៅពួកគេថាជាទេវតាទ្វារទេវតាទ្វារចុងខួយនៅរជ្ជកាលខាងបានលេចឡើងនៅទេវតាមួយរូបទៀតគឺមានឈ្មោះថាចុងខួយគេមិនត្រឹមតែចាប់ខ្មោចទេថែមទាំងស៊ីខ្មោចទៀតដូចនេះប្រជាជនតែងតែបិទរូបចុងខួយនៅលើទ្វារនៅយប់ដាច់ឆ្នាំឬក៏ថ្ងៃបុណ្យសែននំចាំងដើម្បីបណ្ដេញខ្មោចព្រាយបិសាចឬក៏ឧបទ្រពចង្រៃនៅក្នុងសៀវភៅកំណត់ត្រាទំនៀមទម្លាប់ប្រពៃណីនៅស្រុកប៉េកាំងឈ្មោះយានជីងស៊ួយស៊ឺជីរបស់ជីងហ្វុជីត័ស៊ួយបានសរសេរថានៅរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំឬបុណ្យសែននំចាំងអ្នកក្នុងទីក្រុងតែងតែប្រើក្រដាស់ពណ៌លឿងកម្ពស់1ឆៀក33សង់ទីម៉ែត្របោះត្រាក្រហមពីលើនៅលើក្រដាស់នោះអាចគូររូបទេវតាទ្វារចុងខួយឬគូសរូបយ៉ាងពឹស5ដាក់ព្យួរលក់គឺសុទ្ធតែត្រូវបានប្រជាជនដណ្ដើមគ្នាទិញយកទៅបិទនៅទ្វារដើម្បីបណ្ដេញឧបទ្រពចង្រៃចំណែកឯរូបនោះវិញគឺមានក្បាលខ្លារខិនពុកមាត់នាគភ្នែកមូលដូចកាក់ច្រមុះដូចទំពក់ត្រចៀកដូចចលងនៅលើក្បាលមានពាក់អ្នកឧស្សាហ៍គឺអ្នកដែលធ្វើឡើងពីស្បែកពណ៌ខ្មៅពាក់ស្បែកជើងពណ៌ខ្មៅស្លៀកសម្លៀកបំពាក់ពណ៌ក្រហមដៃស្ដាំកាន់ដាវដៃឆ្វេងចាប់ខ្មោចបើកភ្នែកធំសម្លឹកមើលទៅពិតជាមានអំណាចនិងកាចសាហាវខ្លាំងណាស់ឮគេល្បីតគ្នាមកថាសមត្ថភាពចាប់ខ្មោចរបស់គាត់គឺខ្ពស់ជាងសិនឆានិងអ៊ីឡៃខ្លាំងណាស់ទេវតាទ្វារជាមេទ័ពមានឈ្មោះឈិនស្យុងអ៊ុយឆឹកុងអ៊ុនស្យុងយៀហ្វីដោយសារការវិវត្តនៃសម័យកាលជំនឿរបស់ប្រជាជនចិនក៏ចាប់ផ្ដើមមានការកែប្រែទៅជាផ្លូវលោកដែរជំនឿទៅលើទេវតាទ្វារក៏មានការកែប្រែដ៏សំខាន់មួយគួរឲ្យកត់សម្គាល់ផងដែរក្រោយរជ្ជកាលយានរជ្ជកាលម៉េងទៅប្រជាជនមួយចំនួននៅតែមានជំនឿលើទេវតាទ្វារដែលជាការជឿជាក់តាំងពីបុរាណមកមានខ្លះទៀតគឺមានការកែប្រែដែលមានជំនឿទៅលើទេវតាទ្វារដែលមានការកែប្រែថ្មីដែលបានចាត់ទុកមេទ័ពដែលមានថ្វីដៃខាងចម្បាំងខ្លាំងពូកែមកគោរពបូជាធ្វើជាទេវតាមានមហិទ្ធិឫទ្ធិអស្ចារ្យក៏បានដាក់រហស្សនាមថាជាទេវតាទ្វារជាមេទ័ពដែលបានកំណត់យកឈិនស្យុងអ៊ុយឆឹកុងវិនស្យុងយៀហ្វៃឡាទេវតាទ្វារបួងសួងសំលៀបទេវតាទ្វារបែបនេះមិនមែនជាទេវតាថែរក្សាទ្វារនោះទេគឺជាទេវតាសម្រាប់បួងសួងសុំលាភសក្ការៈប៉ុណ្ណោះទេវតានោះគឺមានទេវតាប្រទានទ្រព្យនិងលាភសក្ការៈឈីហ្វូធានកនក៏មានទេវតាលាវហៃស៊ីជីងចានដែលជាទេវតាទ្រព្យតូចដែលហៅទ្រព្យជាដើមអ្នកដែលគោរពបូជានិងបិទរូបទេវតាទ្វារបួងសួងសំលៀបនេះភាគច្រើនគឺជាអ្នកប្រកបរបររកស៊ីជួញដូរពួកគេសង្ឃឹមថានឹងអាចទទួលបាននូវលាភសក្ការៈបន្ស័ក្តិប្រាសកៈទ្រព្យធននានាពីទេវតារក្សាទ្វារទេវតាទ្វារក្នុងសាសនាតៅភាគច្រើនមិនបិទនៅក្នុងទ្វារផ្ទះរបស់ប្រជាជនសាមញ្ញទេប៉ុន្តែច្រើនបិទនៅតាមផ្លូវទ្វារក្រុងនៅខ្លោងទ្វារភ្នំដែលមានទេវតាពីរអង្គខាងឆ្វេងគឺទេវតានាគខៀវមីងចាងខាងស្ដាំគឺទេវតាខ្លាសជៀនពីនបិទអក្សរលាបបញ្ច្រាស
ចំពោះទំនៀមទម្លាប់នៃការបិទអក្សរលាបបញ្ច្រាស់នេះមានតកតងនឹងរឿងមួយថាតាមការនិយាយតគ្នាមកថានៅមុនថ្ងៃចូលឆ្នាំចិនមួយថ្ងៃនៅរជ្ជកាលឆេងមេការនៅដំណាក់ព្រះអង្គម្ចាស់កុងម្នាក់ធ្វើតាមទំនៀមទម្លាប់សរសេរអក្សរលាបមួយយ៉ាងធំរួចហៅឲ្យអ្នកបម្រើយកទៅបិទនៅលើទ្វារធំអ្នកបម្រើនោះមិនចេះអក្សរក៏យកអក្សរលាបមកបិទបញ្ច្រាស់មហេសីព្រះអង្គម្ចាស់កុងមើលឃើញហើយមានការខឹងសម្បាខ្លាំងណាស់មានបំណងចង់ដាក់ពិន័យដោយវេនឹងរំពាត់មេការមើលឃើញហេតុការមិនសូវល្អខ្លាចពាក់ព័ន្ធដល់ខ្លួនក៏ប្រញាប់លុតជង្គង់ចុះរួចនិយាយថាខ្ញុំបាទឮគេនិយាយថាព្រះអង្គម្ចាស់កុងមានទេវតាទ្រព្យសំណាងនៅតាមថែរក្សាឥឡូវនេះសំណាងធំលៀបធំពិតជាមកដល់ហើយដោយពាក្យថាបញ្ច្រាស់និងពាក្យថាមកដល់គឺមានសូរសម្លេងដូចគ្នាដូចនេះអក្សរលៀបធំបញ្ច្រាស់គឺមានសម្លេងដូចគ្នានឹងពាក្យថាលៀបធំមកដល់ដូចនេះគឺពិតជាប្រផ្នូលដ៏ល្អមួយព្រះអង្គម្ចាស់កុងស្ដាប់ឮហើយគិតថាសមហេតុសមផលក្នុងចិត្តគិតថាអញ្ចឹងសោះបានជាអ្នកដំណើរដែលឆ្លងកាត់តាមផ្លូវសុទ្ធតែនិយាយថាដំណាក់ព្រះអង្គម្ចាស់កុងលៀបមកដល់ហើយគិតបែបនេះក៏ឲ្យរង្វាន់ដល់មេការនិងអ្នកបម្រើម្នាក់50តម្លឹងក្រោយមកទៀតទំនៀមទម្លាប់នៃការបិទអក្សរលាបបញ្ច្រាស់នេះក៏បន្តមកដល់ប្រជារាស្ត្រសាមញ្ញទូទៅ